ដំបូងយើងត្រូវដឹងថារដ្ឋាភិបាលមានការទទួលខុសពីរធំចំពោះប្រជាពលរដ្ឋរបស់ខ្លួនដោយទី1រក្សាសន្តិសុខសង្គមនិងទី2ការផ្តល់សេវាសាធារណៈការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អជាទូទៅអនុវត្តប្រព័ន្ធផ្តល់សេវាសាធារណៈមួយដែលត្រូវស្របតាមស្ថានភាពសង្គមជាក់ស្ដែងនិងតម្រូវការរបស់ពលរដ្ឋព្រមទាំងគ្មានការិយាធិបតេយ្យដើម្បីឲ្យការផ្តល់សេវាសាធារណៈល្អគឺត្រូវតែមានដាច់ខាតនៅសសរស្តម្ភពីរគឺប្រព័ន្ធការងារនិងធនធានមនុស្សប្រព័ន្ធការងារល្អមួយគឺត្រូវតែមានមូលដ្ឋានច្បាប់យ៉ាងតិចអនុក្រឹត្យប្រកាសសេចក្តីណែនាំកំណត់ច្បាស់លាស់ត្រឹមត្រូវការចែងអំពីដំណើរការការងារនិងការដំណោះស្រាយបញ្ហាបានលម្អិតគ្រប់ជ្រុងជ្រោយចំណែកធនធានមនុស្សគឺជាតួអង្គអនុវត្តប្រព័ន្ធការងារឲ្យមានដំណើរការរលូននិងបត់បែនឲ្យប្រព័ន្ធកាន់តែមានប្រសិទ្ធភាពជុំវិញរឿងផ្ដល់សេវាសាធារណៈបានល្អបំផុតនេះគឺការិយាធិបតេយ្យជាបញ្ហាចោទមួយដែលតួអង្គអនុវត្តការផ្ដល់សេវាសាធារណៈបានអនុវត្តការិយាធិបតេយ្យឲ្យចំពោះកិច្ចការផ្ដល់សេវាសាធារណៈបញ្ហានេះគឺកើតមានគ្រប់សង្គមព្រោះជាកន្លែងដែលអាចរកចំណូលបានយ៉ាងលឿនទាំងស្របច្បាប់និងខុសច្បាប់ដើម្បីកាត់បន្ថយការិយាធិបតេយ្យឲ្យនៅក្នុងសង្គមក្នុងគោលបំណងផ្ដល់សេវាសាធារណៈឲ្យបានល្អប្រសើរសម្រាប់ប្រជាពលរដ្ឋដំបូងយើងត្រូវស្គាល់ពាក្យថាការិយាធិបតេយ្យ Bureaucracy តាមន័យអវិជ្ជមានគេតែងប្រើពាក្យនេះដើម្បីសម្គាល់ប្រព័ន្ធរដ្ឋបាលសាមញ្ញដែលអនុញ្ញាតឲ្យមន្ត្រីរាជការឆ្លៀតយកអំណាចដែលរដ្ឋប្រគល់ឲ្យដើម្បីបម្រើបុព្វសិទ្ធិរបស់ខ្លួនហើយដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់អ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនការិយាធិបតេយ្យក៏អាចមានអត្ថន័យច្បាស់ដូចខាងក្រោមថាមានន័យថាក្រុមអ្នករដ្ឋការអ្នកធ្វើការនៅការិយាល័យដែលប្រើអំណាចខុសច្បាប់ធ្វើតែតាមទម្លាប់គឺជាប្រព័ន្ធរដ្ឋាភិបាលដែលរាល់ការសម្រេចចិត្តសំខាន់ភាគច្រើនត្រូវធ្វើឡើងដោយមន្ត្រីរដ្ឋជាជាងដោយអ្នកតំណាងជាប់ឆ្នោតគឺជាទម្រង់នៃការគ្រប់គ្រងមួយដែលដំណើរការប្រព្រឹត្តទៅជួបបញ្ហារូបសគ្គដោយសារតែការអនុវត្តនៅនីតិវិធីដែលមិនចាំបាច់នឹងច្បាប់ទម្លាប់ស្មុគស្មាញការិយាធិបតេយ្យបើនិយាយឲ្យខ្លីគឺជាការផ្ដល់ឬទទួលបានសេវាសាធារណៈដោយមិនខ្វល់អំពីលក្ខខណ្ឌនិងច្បាប់អ្វីទាំងអស់ការិយាធិបតេយ្យត្រូវបានអូសទាញយកមកប្រើច្រើនដោយអ្នកជំនួញអ្នករកស៊ីអ្នកមានទ្រព្យសម្បត្តិច្រើនព្រោះគេយល់ការចំណាយថវិកាទំនាក់ទំនងគឺជារឿងធម្មតាដែលត្រូវផ្ដល់ជូនអ្នកដែលជួយកិច្ចការរបស់ខ្លួនបានជោគជ័យការិយាធិបតេយ្យគឺបង្កលក្ខខណ្ឌស្រួលដល់អ្នកមានថវិកានិងអ្នកទំនាក់ជាមួយអ្នកផ្ដល់សេវាតែវាគ្រោះថ្នាក់ទៅវិញទៅលើតួអង្គផ្ដល់សេវានោះឲ្យមានទម្លាប់ទាមទារប្រយោជន៍ឬតែមានទំនាក់ទំនងទើបសេវានោះមានលក្ខណៈល្អប្រសើរតួអង្គស្នូលនៃការិយាធិបតេយ្យគឺអ្នកនៅកណ្ដាលតួអង្គទី3រវាងអ្នកផ្ដល់សេវានិងអ្នកទទួលសេវាដែលមានគោលបំណងធ្វើឲ្យអ្នកដែលពឹងពាក់ខ្លួននោះសម្រេចជោគជ័យតាមបំណងប្រាថ្នាអ្នកនៅកណ្ដាលនេះត្រូវបានបែងចែកជាពីរប្រភេទគឺអ្នកដែលមានវិជ្ជាជីវៈនិងអ្នកគ្មានវិជ្ជាជីវៈតួយ៉ាងដូចមេធាវីសវនករភ្នាក់ងារពន្ធដារនិងផ្សេងទៀតគឺអ្នកមានវិជ្ជាជីវៈដែលត្រូវអនុវត្តកិច្ចការមានស្តង់ដារនិងការទទួលខុសត្រូវចំពោះមុខច្បាប់ជាខ្លាំងចំណែកឯអ្នកនៅកណ្ដាលដែលគ្មានវិជ្ជាជីវៈគឺជាមនុស្សទូទៅគ្មានកាតព្វកិច្ចអ្វីទាំងអស់តែបង្ហាញវត្តមានចូលរួមជួយព្រោះមានបំណងច្បាស់លាស់ណាមួយសម្រាប់អ្នកមានវិជ្ជាជីវៈគឺជាអ្នកមានការទទួលស្គាល់ពីច្បាប់និងសង្គមដែលជាផ្នែកមួយជួយដោះស្រាយបញ្ហាការិយាធិបតេយ្យឲ្យបានល្អផងដែរផ្ទុយទៅវិញបើអ្នកមានវិជ្ជាជីវៈអនុវត្តខុសវិជ្ជាជីវៈខុសក្រមសីលធម៌និងគោលការណ៍របស់ខ្លួនបង្កជាបញ្ហាធ្ងន់ធ្ងរយ៉ាងខ្លាំងលើការិយាធិបតេយ្យឲ្យទៅទៀតគួរបញ្ជាក់ថាអ្នកផ្ដល់សេវានិងអ្នកទទួលសេវាក៏អាចជាអ្នកដឹកនាំបង្កើតឲ្យមានការិយាអធិបតេយ្យឲ្យផងដែរស្ថានភាពបច្ចុប្បន្នដែលអាចចាត់ទុកថាជាការិយាធិបតេយ្យគឺមន្ត្រីផ្ដល់សេវាមានពេលខ្លះពាក្យឯកសណ្ឋានមកជួបអ្នកពលរដ្ឋនៅហាងកាហ្វេឬផ្ទះរបស់ពលរដ្ឋនិយាយអំពីកិច្ចការងារផ្ដល់សេវាប្រកបដោយប្រសិទ្ធភាពនិងលឿនរហ័សជូនមួយវិញទៀតនៅកន្លែងផ្ដល់សេវាសាធារណៈក៏អាចមានអ្នកចាំនៅខាងក្រៅទទួលជួយរត់ការផ្ដល់សេវាឲ្យបានលឿនតាមការព្រមព្រៀងការិយាធិបតេយ្យនេះដាច់ខាតមិនត្រូវឲ្យអ្នកផ្ដល់សេវាសាធារណៈចូលរួមអនុវត្តព្រោះនាំឲ្យមានទម្លាប់ខុសពីច្បាប់លក្ខន្តិកៈមន្ត្រីនិងជាការបង្ហាញពីការផ្ដល់សេវាមានលក្ខណៈលំអៀងបើចង់ស្របច្បាប់និងមិនលំអៀងគឺអាចធ្វើបានតាមរយៈការបង្កើតច្បាប់ចែងឲ្យបានច្បាស់លាស់ឲ្យបង្ហាញថាសង្គមមានការទទួលស្គាល់ការិយាអធិបតេយ្យនៅក្នុងការផ្ដល់សេវាសាធារណៈសម្រាប់វិស័យឯកជនតែងតែអនុវត្តការិយាធិបតេយ្យគឺជារឿងធម្មតានិងប្រយោជន៍សម្រាប់ពួកគេដែលនាំឲ្យសម្រេចកិច្ចការងារបានលឿននិងស្របគោលបំណងរបស់គេនីមួយដែលបានគ្រោងទុកជាមុនប៉ុន្តែសម្រាប់ការផ្ដល់សេវាឯកជនដោយក្រុមហ៊ុនឯកជនគឺការិយាប្រជាធិបតេយ្យនេះគឺពិបាកនឹងកើតឡើងណាស់កម្រិតអំពីការអនុវត្តជាខ្លាំងប្រសិនជាអាចកើតឡើងគឺគេមានច្បាប់ទម្លាប់និងការទទួលខុសត្រូវការផ្ដល់សេវាដែលតម្រូវឲ្យមានការិយាធិបតេយ្យនិងដំណាក់កាលចុងក្រោយគឺត្រូវចូលក្នុងប្រព័ន្ធរបស់គេគ្រប់គ្រងវិញឧទាហរណ៍សកម្មភាពមន្ត្រីឥណទានផ្ដល់សេវាកម្ចីនៅផ្ទះពលរដ្ឋ
បញ្ហាប្រឈមធំមួយដែលកើតចេញពីការិយាធិបតេយ្យនេះស្តែងឡើងតាមរយៈរូបភាពអ្នកទទួលសេវារងសម្ពាធនៅពេលទៅទទួលសេវាចំណាយថវិកាច្រើនចំណាយពេលវេលារង់ចាំយូរយោធាសកម្មភាពផ្ដល់សេវាស្មុគស្មាញនិងផ្សេងទៀតដែលហេតុនាំការបាត់បង់ទំនុកចិត្តបន្តិចរបស់អ្នកទទួលសេវាទៅលើអ្នកផ្ដល់សេវាយន្តការធានាឲ្យគ្មានការិយាធិបតេយ្យគឺការបង្កើតការិយាល័យច្រកចេញចូលតែមួយនិងប្រព័ន្ធបញ្ចូលតែមួយជាតិការិយាល័យច្រកចេញចូលតែមួយគឺជាការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិរាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់សម្រាប់ប្រជាពលរដ្ឋអាចទទួលសេវាសាធារណៈជាមូលដ្ឋាននិងសេវាសាធារណៈមួយចំនួនទៀតដែលថ្នាក់ជាតិប្រគល់ជូនសេវាសាធារណៈដែលមានផ្ដល់ជូនពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយគឺត្រូវបានកំណត់នៅក្នុងប្រកាសអន្តរក្រសួងស្តីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃឆ្នាំ2015មានចំនួន38ទំព័រការិយាល័យច្រកចេញចូលតែមួយមានទម្រង់ជាការផ្ដល់សេវាសាធារណៈតាមរយៈទម្រង់ដោយផ្ទាល់ដែលតម្រូវឲ្យពលរដ្ឋស្នើសុំសេវាត្រូវមកទីកន្លែងផ្ដល់សេវានិងបំពេញតាមបែបដែលបានកំណត់បើដូចនៅក្រសួងស្ថាប័នមួយចំនួនក៏មានបង្កើតកន្លែងច្រកចេញចូលតែមួយឬកន្លែងអង្គភាពរដ្ឋបាលក្នុងការស្នើសុំសេវានិងការទទួលសេវាសាធារណៈទៅវិញប្រព័ន្ធបញ្ចូលតែមួយជាតិគឺជាការផ្ដល់សេវាសាធារណៈនៅថ្នាក់ជាតិក្រសួងស្ថាប័នធំរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈទម្រង់ Digital ប្រព័ន្ធបញ្ចូលតែមួយជាតិមានតួនាទីសម្របសម្រួលឲ្យមានការផ្ដល់សេវាសាធារណៈថ្នាក់ក្រសួងស្ថាប័នឲ្យលឿនរហ័សមានប្រសិទ្ធភាពនិងកាត់បន្ថយការិយាធិបតេយ្យឲ្យក្នុងការរត់ការពីស្ថាប័នមួយទៅស្ថាប័នមួយទៀតពាក់ព័ន្ធការស្នើសុំអាជ្ញាប័ណ្ណលិខិតអនុញ្ញាតនិងឯកសារផ្សេងបម្រើសេវាពាណិជ្ជកម្មសេដ្ឋកិច្ចនិងវិនិយោគសម្រាប់ការិយាល័យច្រកចេញចូលតែមួយឃើញថាមានការអនុវត្តចាប់តាំងពីឆ្នាំ2003នៅខេត្តបាត់ដំបងនិងខេត្តសៀមរាបជាការសាកល្បងចំណែកប្រព័ន្ធបញ្ចូលឃើញថាដាក់ឲ្យអនុវត្តនៅឆ្នាំ2024ដែលនឹងត្រូវចាយពេលបន្ថែមទៀតឲ្យគម្រោងនេះគ្រប់ជ្រុងជ្រោយមន្ត្រីរដ្ឋជាពិសេសមន្ត្រីផ្ដល់សេវាសាធារណៈត្រូវតែលើកទឹកចិត្តឲ្យគាត់ផ្ដល់សេវាសាធារណៈជូនពលរដ្ឋដោយតម្លាភាពសមធម៌លឿនរហ័សនិងចំណាយថវិកាតិចបំផុតករណីមន្ត្រីអនុវត្តការិយាធិបតេយ្យត្រូវតែមានការទទួលខុសតាមច្បាប់លក្ខន្តិកៈមន្ត្រីយ៉ាងធ្ងន់ធ្ងរតាមរយៈនេះគួរមានក្រុមត្រួតពិនិត្យនិងដោះស្រាយមួយដែលដើរតួនាទីសំខាន់ធានាឲ្យគ្មានការិយាធិបតេយ្យអត្ថបទទស្សនយុវជនដោយហេងរិទ្ធ